ประมาณថ្ងៃនេះអូអត់ផុតរឿងគេជេរគូសានជាចំពោះខ្ញុំបើខ្ញុំស្ដាប់វីដេអូហ្នឹងខ្ញុំអត់គ្រប់គ្រងមែនក៏ប៉ុន្តែខ្ញុំមិនដឹងថាដំណើរដើមតងនៃវីដេអូហ្នឹងលោកគូសានជាគាត់និយាយអីខ្លះយ៉ាងម៉េចខ្លះណាក៏ប៉ុន្តែចំពោះខ្ញុំអត់គ្រប់គ្រងទេអ្វីដែលគាត់និយាយហើយប៉ុន្តែក៏មិនជាការជេរប្រមាថអីគាត់ដែរហើយចង់ឲ្យទាំងអស់គ្នាបើអាចស្ដាប់ដំណើរដើមតងនៃរឿងឲ្យបានច្បាស់លាស់សិនទី1ទី2ខ្ញុំយល់ពីចេតនារបស់គូសានជាប៉ុន្តែខ្ញុំគិតថាมันគួរនិយាយនៅពេលនេះទេហើយចំពោះខ្ញុំបញ្ជាក់ចឹងថាខ្ញុំអត់គ្រប់គ្រងអ្វីដែលគូសានជានិយាយទេក៏ប៉ុន្តែបើសិនជាយើងងាកទៅមើលចំណុចមួយទៀតគឺក្រុមលោកខេសុនមួយដែលគាត់ធ្វើចំពោះខ្ញុំគ្រប់គ្រងនៅសកម្មភាពរបស់គាត់ក៏ប៉ុន្តែត្រូវបានលោកហ៊ុនសែនប្រធានប្រសិទ្ធិស្ដីបន្ទោសហើយបើយើងមើលរឿងហ្នឹងទៅវាពីរហ្នឹងវាប្រហាក់គ្នាដែរប៉ុន្តែបើងាកមកមើលគូសានជាវិញគឺគេជេរពេញប្រទេសតែម្ដងនេះហើយសង្គមខ្មែរបើថាលើកដំកើងវិញគឺលើកដំកើងខ្ពស់ហួសក៏ពពកដល់ឋានព្រំតែបើថាប្រភ្លាត់ហើយគេជន់លិចទៅដល់ឋាននរកហើយសង្គមខ្មែរយើងគឺតាមគ្នាតែបើសិនជាអ្នកមានអំណាចអ្នកធំអត់ហ៊ានទេតែបើថាអ្នកតូចទាបទុនខ្សោយគឺជន់នេះហើយគឺជាសង្គមរបស់យើងហើយចំពោះការពហិការនេះវាល្អសម្រាប់ខ្មែរយើងទាំងអស់គ្នាបងប្អូនយើងរួមគ្នាពហិការដើម្បីឲ្យយើងមានសេដ្ឋកិច្ចរឹងមាំបន្ថែមជាងហ្នឹងកុំឲ្យពឹងតែដង្ហើមបរទេសនឹងការលក់របស់បរទេសមកលើយើងមានតែគំនិតជាតិនិយមហើយការពហិការមួយប៉ុណ្ណោះដែលធ្វើឲ្យយើងរីកចម្រើនពហិការមិនមែនតែពហិការបរទេសផិនថៃតែម្យ៉ាងទេគ្រប់ទាំងអស់អ្វីក៏ដោយដែលយើងគិតថាខ្មែរយើងអាចផលិតបានយើងកុំប្រើរបស់គេមិនថាថៃមិនថាយួនមិនថាចិនណាក៏ដោយអានេះគឺជាគំនិតមួយដែលត្រឹមត្រូវបើសិនបើយើងអាចរួមគ្នាធ្វើបានហើយកុំតាមគ្នាបងប្អូនគិតដោយពិចារណាឲ្យបានល្អទាំងអស់គ្នា